ជំរាបសួរឬក៏សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តស្រឡាញ់បាសីប្រមាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែកម្លែកអំពីវីដេអូបាសីមួយប្រភេទដែលមានឈ្មោះថាភាសាខ្មែរយើងហៅជាទូទៅពួកស្ទាំងបជាវបើតាមតំបន់ដែលខ្ញុំនៅនេះពួកចាស់កាត់ហៅបុយចុកចំពោះឈ្មោះវាជាភាសាអង់គ្លេសខ្ញុំនឹងដាក់ជូននៅក្នុងអេក្រង់ខាងមុខនេះប្រភេទសត្វនេះគេតែងតែឃើញមានវីតាមីននៅព្រៃស្ងួតហើយនឹងព្រៃចម្រុះពួកវាមានវីតាមីននៅតាមបណ្ដាប្រទេសដូចជាឡាវមីយ៉ាន់ម៉ាថៃវៀតណាមហើយនឹងប្រទេសកម្ពុជាយើងផងដែរដែលមានវីតាមីនរបស់ពួកវាចំពោះអេរិយាបថនៅក្នុងព្រៃរបស់វាឬក៏អេរិយាបថនៃការរោគចំណីរបស់ពួកវាប្រភេទសត្វនេះវាស៊ីប្រភេទសត្វល្អិតធំដូចជារៃកណ្ដូបហើយនឹងសត្វល្អិតពាហនៈសត្វល្មូនមានដូចជាជីងចក់ជាដើមសត្វស្លាបតូចហើយនឹងធនិកសត្វតូចមួយចំនួនដែលវាចាប់ជាចំណីអាហារប្រភេទនេះដែរវាធ្វើសម្បុកនៅតាមប្រហោងឈើឬក៏រន្ធឈើដែលវាពុកផុយហើយវាធ្វើរន្ធនៅខាងក្នុងប្រហោងឈើអានោះវាធ្វើសម្បុកនៅតាមចាស់ឯងវាអត់មានធ្វើសម្បុកដោយប្រភេទបាក់សៃដូចជាស្ទាំងឡូអុយទេវាធ្វើសម្បុកនៅក្នុងរន្ធប្រភេទសត្វនេះប្រសិនបើជាយើងឃើញវាមានបញ្ចេញសម្លេងនៅកន្លែងណាហើយនោះមានន័យថាការបញ្ចេញសម្លេងរបស់វានោះវាបញ្ចេញសម្លេងនៅក្បែរសម្បុករបស់វាព្រោះអីប្រភេទសត្វនេះវាបញ្ចេញសម្លេងឬក៏ហៅសម្លេងហៅគ្នាអីវានៅក្បែរសម្បុករបស់វាឯងយើងចូលមកដល់ចំណុចឆ្ងាញ់មួយទៀតដែលកន្លែងនេះកន្លែងបងប្អូនមួយចំនួនអាចចង់ដេញពីកន្លឹះរបស់វាដែរនេះការបន្តពូជហើយនឹងរដូវបន្តពូជរបស់វាវាបង្កាត់ពូជនៅចន្លោះខែកុម្ភៈដល់ខែមេសាហើយវាអាចដាក់ស៊ុតរបស់វានៅក្នុងសម្បុកនៅក្នុងខែមីនានិងខែមេសានៅដើមខែមេសាស៊ុតដែលវាដាក់ក្នុងសម្បុកនោះវាអាចមានចំនួន2នៅក្នុងសម្បុកចំពោះសត្វញីវាចេញប្រមាណចំណីដូចគ្នាដែលវាចេញប្រមាណចំណីចម្ងាយពីសម្បុករបស់វាចំនួន50ម៉ែត្រប៉ុណ្ណោះជុំវិញសម្បុករបស់វាប្រភេទសត្វនេះមានការគម្រាមកំហែងដែលវាជិតផុតពូជទៅហើយព្រោះដោយសារតែការរិចរិលនៃព្រៃឈើហើយនឹងការដុតព្រៃជាដើមហើយនឹងការបោកបាញ់មួយចំនួនដែលអាចបាត់បង់ប្រភេទសត្វនេះជាបន្តបន្ទាប់ដែលគេសន្និដ្ឋានថាឬក៏ពណ៌នាថាប្រភេទសត្វនេះវាជិតផុតពូជទៅហើយចំពោះខ្ញុំប្រាប់ផ្ដាំទៅបងប្អូនមួយចំនួនដែលលេងប្រភេទសត្វបាក់សៃយើងគួរណាតែអភិរក្សទាំងអស់គ្នាព្រោះប្រភេទសត្វនេះវាចូលតំបន់ក្រហមទៅហើយព្រោះវាជិតផុតពូជសូមអរគុណចំពោះពុកម៉ែបងប្អូនដែលបានចូលរួមទស្សនានិងក៏ចូលរួមស្ដាប់ទាំងអស់គ្នាសូមអរគុណច្រើន